បាទសួស្តីបងប្អូនអ្នកគ្នាបាទឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញបាទពីប្រភេទដុំ Wi-Fi ប្រើ SIM model Air 9ណាបាទឥឡូវនេះយើងចេញពីប្រអប់មកបាទវាមានបាទដុំ Wi-Fi មួយ adapter បាទយើងបើកស្ទះនីមួយមកយើងឃើញមានកន្លែងដាក់ SIM ហើយបាទសម្រាប់ការដាក់ SIM បងប្អូនធ្វើការដាក់ឲ្យដូចទម្រង់ដែលខ្ញុំដាក់នេះណាបាទរួចហើយយើងធ្វើការដុតភ្លើងតាមក្រោយណាបាទបន្ទាប់មកយើងចុចប៊ូតុង power មួយបាទដើម្បីឲ្យ system វាដំណើរការបាទយើងធ្វើការទុកវាចោលបន្តិចមកដើម្បីឲ្យបាទ system វាដំណើរការបាទឥឡូវនេះដុំ Wi-Fi ដំណើរការរួចរាល់ហើយបាទយើងពិនិត្យមើលភ្លើងមានភ្លើង power បាទមានភ្លើងសេវាមានភ្លើង 4G មានភ្លើង data បាទចូល setting បាទត្រង់កន្លែង Wi-Fi នេះមកយើងជ្រើសរើសយក 4G Wi-Fi ណាបាទសម្រាប់ឈ្មោះ password នៅខាងក្រោមណាយើងពិនិត្យមើលបាត់ខាងក្រោមមកដុំយើងឃើញមានឈ្មោះបាទមាន password ណាយើងចុចលើឈ្មោះ 4G Wi-Fi មកយើងធ្វើការបំពេញ password 1ដល់8ណាបាទអូខេបាទឥឡូវនេះយើងធ្វើការភ្ជាប់បានដូចមុនយើងធ្វើការតេស្តអ៊ីនធឺណិតមើលបាទឃើញទេបាទវាដំណើរការស្រួលទេបាទសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍បាទចង់បានប្រភេទបាទដុំ Wi-Fi 4G ប្រើ SIM ណាបាទប្រភេទ Air 9នេះអាចទាក់ទងមកបានបាទមានតម្លៃល្អជូនបាទសូមអរគុណ